វគ្គផ្ដាច់ព្រាត់ពីរង្វាន់ FIFA World Cup 2026រកឃើញមួយក្រុមហើយនោះគឺអេស្ប៉ាញដែលយកឈ្នះបារាំងយប់មិញនេះនៅសល់មួយគូទៀតអង់គ្លេសជាមួយនឹងអាសង់ទីនយប់នេះនឹងប្រគល់គ្នារកមួយក្រុមឡើងទៅប៉ះជាមួយអេស្ប៉ាញដណ្ដើមពានរង្វាន់ FIFA World Cup 2026នេះគូអាសង់ទីនជាមួយនឹងអង់គ្លេសនេះគឺខ្ញុំបាននិយាយនៅវីដេអូមុនហើយជួបគ្នានៅ World Cup ចំនួន5ដងគឺមានន័យថាច្រើនខ្លាំងមែនតើអត់មានគូណាដែលធ្លាប់ប៉ះគ្នាច្រើនដងនៅ World Cup អញ្ចឹងទេហើយក្នុងនោះអង់គ្លេសឈ្នះបាន3ដងអាសង់ទីនឈ្នះ2ដងជំនួបចុងក្រោយរវាងអង់គ្លេសជាមួយនឹងអាសង់ទីននៅ FIFA World Cup នៅឆ្នាំ2002ហើយពេលនោះអង់គ្លេសជាអ្នកឈ្នះតបបញ្ចូលទីដោយ David Beckham បើគិតទៅគូមួយនេះគឺខានប៉ះគ្នា24ឆ្នាំហើយនៅ FIFA World Cup អញ្ចឹងចាំមើលថាគំនុំ24ឆ្នាំនេះតើអាសង់ទីនអាចសងសឹកទៅលើអង់គ្លេសបានដែរឬទេនៅយប់នេះម៉ោង2អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺក្នុងអាជីពបាល់ទាត់របស់កីឡាករ Lionel Messi សម្រាប់អាសង់ទីនគឺ Messi អត់ដែលធ្លាប់មានប្រវត្តិលេងប៉ះជាមួយនឹងអង់គ្លេសសូម្បីតែម្ដងកាលពី2005 Friendly Messi មានឱកាសលេងក៏ប៉ុន្តែដោយសារតែ Messi ជាប់បំរាមអត់បានលេងអញ្ចឹងលើកនេះគឺជាលើកទី1សម្រាប់ Messi លេងទល់ជាមួយនឹងជម្រើសជាតិអង់គ្លេសចាំមើលថាតើ Messi អាចដឹកនាំអាសង់ទីនសងសឹកទៅលើអង់គ្លេសបានដែរឬទេឬក៏ត្រូវអង់គ្លេសទម្លាក់នៅក្នុងយប់នេះអញ្ចឹងចាំមើលទាំងអស់គ្នានៅយប់នេះម៉ោង2រវាងអង់គ្លេសជាមួយនឹងអាសង់ទីនថាតើក្រុមណានឹងឡើងទៅប៉ះអេស្ប៉ាញនៅវគ្គផ្ដាច់ព្រាត់ដណ្ដើមពានរង្វាន់ FIFA World Cup ហើយសម្រាប់ខ្ញុំគិតថាអង់គ្លេសនេះគឺជាកំណត់តខ្លួនរបស់ខ្ញុំហើយសម្រាប់បងប្អូនវិញគិតយ៉ាងណាដែរអាចខមមិននៅខាងក្រោម